សួស្តីបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនទៅមើលកន្លែងលក់គ្រឿងសង្ហារឹមធំបំផុតនៅប្រទេសសិង្ហបុរីចឹងយើងបានមកដល់ IKEA ហើយដែលខ្មែរយើងចំណាំហៅថា IKEA ចឹងបងប្អូនមួយចំនួនប្រហែលជាបានស្គាល់ហើយ brand IKEA ហ្នឹងគឺមកពីប្រទេស Sweden ចឹងយើងបានមកដល់ entrance របស់គេហើយចឹងយើងឡើងចរាយន្តឡើងទៅខាងលើពេលដែលឡើងដល់ខាងលើហើយបងប្អូននឹងឃើញមានបន្ទប់គេដែលបានគេដេក័រហើយស្រាប់ផ្ទះបានតែគេដេក័រហើយក្នុងនោះគឺមានអីវ៉ាគ្រឿងសម្ភារៈជាច្រើនដែលគេបានដាក់តាំងឲ្យដើម្បីលក់ហើយការរៀបចំនិងដេក័រគឺមានភាពទាក់ទាញមែនតើគេមាន design ច្រើនប្រភេទដែលឲ្យយើងរើសបានអញ្ចឹងសម្រាប់ជនជាតិសិង្ហបុរីដែលគាត់ត្រូវការរៀបចំគ្រឿងសង្ហារឹមដាក់ចូលផ្ទះថ្មីរបស់គាត់ហ្នឹងគឺគាត់អាចមើលបានតែម្ដងមួយ design ទៅមួយ design គឺមានភាពខុសគ្នាមែនតើហើយតម្លៃក៏ខុសគ្នាដែរការ design នៅទីនេះគឺគេផ្ដោតទៅលើទីតាំងនិងទំហំប្រហែលទៅនឹងលំនៅឋានដែលប្រជាជនសិង្ហបុរីរស់នៅសប្តាហ៍ហើយតុបាយនេះស្អាតមែនតើខ្ញុំស្រឡាញ់ចឹងក៏ថតទុកមើល1500ជាងមានកៅអី4ចំណែកផ្ទះបាយនេះវិញគឺ classic modern ពណ៌ខ្មៅស្អាតមែនតើហើយមួយ design ទៅមួយ design គឺខុសគ្នាច្រើនមែនតើបងប្អូនទាំងពណ៌ទាំង decor ទាំងទំហំទាំងfinish material ខាងលើហ្នឹងគឺខុសគ្នាប្រភេទផ្សេងគ្នាអញ្ចឹងទៅធ្វើឲ្យអ្នកដែលមកមើលហ្នឹងគឺមានភាពតាក់ទាញមកហើយចង់ទិញតែម្ដងចំណែកនេះគឺឃ្លាំងអីវ៉ាន់បងប្អូនធំមែនតើចឹងបងប្អូនដែលចង់បានអីវ៉ាន់ដែលថ្មីនៅក្នុងកាសហ្នឹងក៏មាននៅនឹងដើម្បីបងប្អូនយកពីហ្នឹងទៅដើម្បីទៅគិតលុយសរសើរការ design របស់គេបងប្អូននៅនេះដល់ shopping hall គឺមានកន្លែងហូបអីចឹងកន្លែងនេះចេញពីគិតលុយហើយគឺមកដល់កន្លែងហ្នឹងដើម្បីហូបអីតែប៉ុន្តែជាន់ទី2ក៏មានកន្លែង Sweden restaurant របស់គេមួយទៀតដែរតែអត់បានថតឲ្យបងប្អូនមើលហើយក្រែមនៅនេះគឺធូរមែនតើធូរជាងគេហ្មងនៅសិង្ហបុរីតម្លៃវា 0.5 សេនដុល្លារសិង្ហបុរីចឹងអរគុណបងប្អូនដែលបានទស្សនាបាយបាយជួបគ្នាវីដេអូក្រោយ